នេះជាការងារទី33ហើយបើត្រូវគេដេញចេញទៀតប៉ាម៉ាក់ខ្ញុំច្បាស់ជាត្រូវលុកផ្ទះចោលហើយដើម្បីចិញ្ចឹមខ្ញុំមិនខានសុំទោសចាស់នេះជាបង្អែមសម្រាប់អ្នកទាំងពីរឈៀនមីងខំរើវាសម្រាប់ក្មួយណាមើលចូលចិត្តអត់តាំងពីម៉ាក់គេចែកឋានទៅក្មេងម្នាក់នេះលែងនិយាយស្ដីតែម្ដងអញ្ចឹងបើចង់ចូលធ្វើជាកូនប្រសាគ្រូសាស្ត្រលក្ខខណ្ឌទី1គឺត្រូវស្រឡាញ់កូនខ្ញុំចេញពីចិត្តលោកសិនកុំបារម្ភអីខ្ញុំស្រឡាញ់ក្មេងណាស់ស៊ឺឈៀនគួរឲ្យស្រឡាញ់យ៉ាងនេះខ្ញុំច្បាស់ជាទុកគេដូចកូនបង្កើតអញ្ចឹងសុំទោសខ្ញុំសុំលើកទូរស័ព្ទបន្តិចជួយមើលគេផងលោកអញ្ជើញចោះទោះជួលមេដោះប៉ុន្មានអ្នកក៏ដោយពេទ្យក៏មិនស្មើនឹងម៉ាក់ដែលស្រឡាញ់ចេញពីចិត្តដែរក្នុងផ្ទះត្រូវតែមានម្ចាស់ស្រីទើបបានស្ដាប់ណាពេលប៉ាអញរៀបការជាមួយយើងជាម៉ាក់ចុងអញហើយអញគួរតែចេះមើលកាលៈទេសៈធ្វើមុខមកធ្វើដូចមនុស្សគោរាល់ថ្ងៃពេកជីព្រះឲ្យមីងម្នាក់នេះមុខពីតែនឹងមុខប៉ាគេនិយាយផ្សេងក្រោយខ្នងធ្វើផ្សេងជាតិប្រមាថម៉ាក់គេទៀតយើងប្រមានឯងហាមយកទៅប្រាប់ប៉ាទេពេលយើងជុំដំបូងគឺបញ្ជូនអញទៅសាលាបំបាំងកាយតែឯងយំលេងចេញតែម្ដងអញប្រញាប់ទៅណាបាយព្រឹកមិនទាន់ញ៉ាំផងកូនស្រីនៅក្រៅផ្ទះកាត់បន្ថយចរិតឆេវឆាវនឹងខ្លះទៅលើទេនេះណែយកទៅផឹកតាមផ្លូវទៅប៉ាខ្ញុំកាន់លេងអស់ហើយច្រើនត្រជាក់សាច់យកទៅប៉ាអញនិយាយត្រូវហើយឯងនេះចរិតក្តៅក្រហាយណាស់ប៉ាបើទ្រាំលេងបានក៏កុំឆេវឆាវពេកលើសន្សំផ្ទះយើងមិនគ្រប់សងគេទេឯងនេះនិយាយអីឈួតប៉ាម៉ាក់ក៏បារម្ភតាំងខ្លួនជាអ្នកក្លាហានទៀតខ្ញុំព្រមធ្វើឆ្កែចុះអញសានិយាយទី33ហើយណាមិនអាចបាត់បង់ទេខ្ញុំមិនធ្វើឆ្កែទេក្មេងចង្រៃនេះយើងកំពុងនិយាយជាមួយអញឬទេអាចឆ្កែក៏ឆ្កែចុះខ្ញុំទ្រាំលេងបានហើយនិយាយជាមួយអញខ្លងហោយនាងអ្នករត់តុកុំប៉ះខ្ញុំមិនខ្វល់ថាអ្នកជាអ្នកណាទេមកធ្វើបាបក្មេងអញ្ចឹងហើយទាំងជាម៉ាក់គេទៀតចេះខ្មាស់គេខ្លះទេនាងនេះពូកែម្លេះចាំមើលណាចៅធានហ៊ានជិះភ្ញៀវផងមិនចង់ធ្វើការទេអីជឿអត់ថាយើងកាត់ប្រាក់ខែនាងទេនាងឯងប្រញាប់រើវ៉ាន់ចេញភ្លាមទៅស្មានតែចង់នៅកន្លែងកញ្ចាស់នាងឲ្យដឹងចុះខ្ញុំក៏ខ្ជិលបំរើនៅទីនេះទៀតដែរជប់សិនខ្ញុំអាចផ្ដល់ការងារឲ្យនាងបានតាចៅឯងរាប់ច្បាស់ហើយនៅនេះវាប៉ុន្មានទៅរី10,000,000ដូចជា5 លានយ៉នប៉ាម៉ាក់កំពុងធ្វើអីហ្នឹងនេះជាលុយបរិយប្រទានដែលថៅកែខ្ញុំឲ្យតាកូនស្រីលើកនេះឯងទៅធ្វើអ្នកក្លាហានទៀតឬក៏ទៅចាប់ជំរិតថៅកែគេហ្នឹងលុយនេះយើងមិនអាចយកបានទេឆាប់យកទៅឲ្យគេវិញភ្លាមយើងមិនអាចធ្វើរឿងខុសច្បាប់បានទេណាអូយមិនមែនចាប់ជំរិតឯណាសន្យាធ្វើជាម៉ាក់ចុងកូនគេនឹងណាគឺស្របច្បាប់តែម្ដងចែនឹងខ្លាយជាម៉ាក់ចុងគេហើយអញ្ចឹងខ្ញុំច្បាស់ជាបានធ្វើម្ដាយមីងហើយទៅនៅវិឡាធំបានអត់ទៅធ្វើលំហាត់ទៅមនុស្សធំកំពុងនិយាយក្មេងកុំចេះសំបីធ្វើម្ដាយមីងក៏មិនអត់នេះត្រូវយកទៅទាំងអស់មែនត្រូវហើយនេះស្វ័យជ្រក់ម៉ាក់ចំណែកសម្ដេចក្រៀមប៉ាខ្ញុំហាសុទ្ធតែជារបស់ឆ្ងាញ់ដូចជារៀងច្រើនពេកហើយមើលទៅរៀងក្រែងចិត្តមិនដឹងទេមិនអីទេយកវាទៅទាំងអស់ចុះអរគុណហើយកុំឡានបន្តិចហើយអរគុណលោកសិនអើយកូនស្រីខ្ញុំម្នាក់នេះចរិតស្ដីមិនសូវចេះទេបើនាងធ្វើការមិនបានល្អលោកអាចស្ដីបន្ទោសនាងបានវានាងក៏អូយកុំវាលោកមេតាយកយល់នាងផងលោកថៅកែសិនសូមមេតាយកយល់ផងបើនាងរឹងក្បាលលោកអាចស្ដីឲ្យនាងបានមិនបាច់ក្រែងចិត្តទេសូមត្រឹមតែកុំដេញនាងចេញក៏បានដែរសម័យនេះរកការងារពិបាកណាស់អ្នកមីងកុំបារម្ភអីខ្ញុំមិនដេញនាងទេម៉ាអែនតែម្ដងលោកអើយប៉ាម៉ាក់អញ្ចឹងខ្ញុំទៅសិនហើយពីគុំនឹកខ្ញុំពេល3ថ្ងៃទៀតខ្ញុំនឹងមកយកស្បៃជ្រូកស្រីសម្លាញ់របស់ម៉ាក់ចេញទៅក្រៅផ្ទះកុំឲ្យម៉ាក់បារម្ភពេកទេខ្ញុំទៅមែនតែនហើយណាធ្វើដំណើរតាមផ្លូវប្រយ័ត្នផងខ្ញុំផ្ញើកូនថៅកែខ្ញុំផងហើយទៅហើយជួបគ្នាដល់កន្លែងកុំភ្លេចទូរស័ព្ទមើលថែខ្លួនឯងឲ្យបានល្អផងដឹងហើយតាំងពីម៉ាក់របស់ស៊ឺឈៀនស្លាប់ទៅផ្ទះនេះស្ងាត់ជ្រងគួរឲ្យខ្លាចណាស់និយាយថាថ្ងៃនេះលោកសិននឹងនាំប្រពន្ធថ្មីចូលផ្ទះអាណិតតែក្មេងស៊ឺឈៀននឹងទេក្មេងប្រុសអត់ម៉ាក់បង្កើតនៅក្បែរបើម៉ាក់ចង់ចូលផ្ទះហើយកើតបានកូនប្រុសមួយទៀតនោះគេច្បាស់ជាខ្លាចជាអ្នកដតីក្នុងផ្ទះនេះដល់ពេលនឹងទ្រព្យសម្បត្តិក្នុងផ្ទះច្បាស់ជាគ្មានចំណែកគេទេខ្ញុំខាត់ពេលដល់ទៅ5ឆ្នាំទើបអាចធ្វើឲ្យក្មេងនេះស្ដាប់បង្គាប់ខ្ញុំតែម្នាក់ឯងឥឡូវមានម៉ាក់ចង់មកចង់ជ្រែកឲ្យហើយកុំសង្ឃឹមឲ្យសោះលោកសិនមកវិញហើយលឿនឡើងវ៉ាផ្ទះនេះធំសាហាវហ្មងទូលាយជាងទីលានកីឡាទៅទៀតអ្នកនាងនេះឈ្មោះចៅធានជាប្រពន្ធថ្មីរបស់ខ្ញុំចាប់ពីពេលនេះទៅនាងជាម្ចាស់ស្រីក្នុងផ្ទះនេះសូមស្វាគមន៍អ្នកជំទាវសូមស្វាគមន៍អ្នកជំទាវម៉ែឲ្យក្មេងម្នាក់នេះសង្ហាដល់ហើយមុខមាត់ដូចកូនខ្លាយចឹងឯងឈ្មោះស៊ឺឈៀនមែនទេយើងឈ្មោះចៅធានចាប់ពីពេលនេះទៅគឺជាម៉ាក់ចុងរបស់អញហើយកូនយើងនេះគ្មានជំនាញអីតែពូកែវីពូកែជេហើយពូកែការពីគាត់ខ្លួនឯងធ្វើបាបឯងយើងនឹងកាត់ក្បាលវាចោលសាកស្ករគ្រាប់នេះទៅរសជាតិស្ប៊ឺរេឆ្ងាញ់ណាស់អូខេមានចរិតកាយរៀងដូចកូនប្រុសដើមទ្រូង5គ្រាន់បើជាងប៉ាឯងដែលចូលចិត្តធ្វើមុខងាប់ទៅទៀតបើឯងមិនញ៉ាំយើងញ៉ាំខ្លួនឯងកុំឲ្យខាត់របស់ថ្ងៃស្អែកយើងនឹងទិញវាឲ្យឯងមួយកែតែមិនញ៉ាំយើងមិនបង្ខំទេលោកសិនដៃគូសហការមកដល់មុនមកហើយចេញដំណើរឥឡូវនេះហើយយកហើយទុកនាងនៅម្នាក់ឯងបានទេរឿងប៉ុណ្ណឹងសោះលោកទៅធ្វើការលោកចោះខ្ញុំធានាថានឹងចិញ្ចឹមក្មេងនេះឲ្យថត់ត្រលុកត្រលុនតែម្ដងធានាចិញ្ចឹមឲ្យមានសាច់មានឈាមតែម្ដងពេលដែលខ្ញុំមិននៅទីនេះគ្រប់យ៉ាងក្នុងផ្ទះត្រូវស្ដាប់តាមការចាត់ចែងរបស់អ្នកជំទាវចាស់សោទៀនគ្មានអ្នកណាអាចជំនួសតំណែងម៉ាក់ខ្ញុំបានទេមហូបអីគេនឹងសាច់ឆៅមួយដុំជាមួយសន្លឹកស្មៅប៉ុន្មានសន្លឹកនឹងហែចង់យកមកឲ្យទន្សាយស៊ីមែនរបស់ឆៅបែបនេះអ្នកណាចង់ញ៉ាំក៏ញ៉ាំទៅចុះយ៉ាងម៉េចហើយមិនចូលចិត្តញ៉ាំទេហែមិនឃ្លានក៏ហីទៅតាមចិត្តឯងមើលរៀងឯងមើលស្គមសតែឆ្អឹងចោលបកមកក៏ចង់ប៉ាំងទៅហើយចង់បោកអ្នកណាយកម្ហូបនេះចេញទៅហើយទៅធ្វើម្ហូបណាដែលរៀងមានជាតិជាងនេះមកមានសាច់ជ្រូកបំពងជាមួយបន្លែឆាហើយមានស៊ុបឆ្អិនជំនីជាមួយសណ្តែកគួរទាញតែសណ្តែកគួរឲ្យច្រើនបន្តិចផងអ្នកជំទាវលោកម្ចាស់ចេញទៅបាត់ហើយអ្នកនាងមិនបាច់សម្ដែងទៀតទេ